រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី14ហ៊ុនសែនមនុស្សផ្ដួចផ្ដើមនិងហ៊ានសម្រេចចិត្តផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែនយើងអាចរៀនសូត្រពីសម្ដេចហ៊ុនសែននៅចំណុចខ្លះក្នុងចំណោមចំណុចរាប់មិនអស់របស់លោកការសម្រេចចិត្តតាមព្រះសង្ឃទៅនៅវត្តនេកវ័ននាឆ្នាំ1964ដើម្បីរៀនបន្តនៅវិទ្យាល័យអន្តរទេវីការសម្រេចចិត្តចូលព្រៃម៉ាគីសការភៀសខ្លួនទៅវៀតណាមដើម្បីសុំជំនួយយោធារំដោះប្រជាជនប្រទេសជាតិពីរបបប៉ុលពតសុទ្ធតែកើតចេញពីគំនិតផ្ដួចផ្ដើមនិងការហ៊ានសម្រេចចិត្តផ្ទាល់ខ្លួនរបស់សម្ដេចមុនចូលព្រៃម៉ាគីសពេលលន់នល់ធ្វើរដ្ឋប្រហារថ្ងៃទី18ខែមីនាឆ្នាំ1970សម្ដេចហ៊ុនសែនបានសម្រេចចិត្តវិលមកស្រុកកំណើតសិនរងចាំស្ថានភាពបន្តមកលោកគិតថាតើត្រូវឡើងទៅភ្នំពេញរៀនបន្តវិញរស់នៅស្រុកកំណើតប្រកបអាជីវកម្មជាមួយកងទ័ពវៀតណាមលើដីខ្មែរឬចូលព្រៃម៉ាគីសតាមការអន្តងរបស់សម្ដេចឪសីហនុចុងក្រោយសម្ដេចសម្រេចចូលព្រៃម៉ាគីសដោយបោះបង់ការសិក្សាភូមិកំណើតនិងគ្រួសារសាច់ញាតិលោកសម្រេចចិត្តយ៉ាងល្អិតល្អន់និងយ៉ាងជឿជាក់ថាត្រូវតែចូលរួមតាមការអំពាវនាវរបស់សម្ដេចសីហនុដើម្បីដណ្ដើមអំណាចរដ្ឋបាលមកវិញម្យ៉ាងទៀតដោយសម្ដេចឃើញជាក់នឹងភ្នែកថាមានកងទ័ពបរទេសនៅលើទឹកដីខ្មែរដោយការនិយាយតគ្នាពីមាត់មួយទៅមាត់មួយមែនក្រោយពីបានដឹងគំនិតរបស់ខ្មែរក្រហមដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្នុងការដឹកនាំសម្ដេចហ៊ុនសែនបានសម្រេចចិត្តនិងផ្ដួចផ្ដើមគំនិតរៀបចំកម្លាំងសម្ងាត់ក្នុងចំណោមនាយទាហានដែលលោកអាចតាក់ទងបាននោះគឺការប្រឆាំងនឹងប៉ុលពតផ្អែកលើគំនិតហ៊ានសម្រេចចិត្តនិងការផ្ដួចផ្ដើមរំដោះជាតិប្រឆាំងនឹងរបបប៉ុលពតនេះហើយបានជាសម្ដេចហៅឱកាសដែលពួកខ្មែរក្រហមតែងតាំងរូបលោកជាប្រធានសេនាធិការកងវរៈសេនាធំនៅក្នុងខែសីហាឆ្នាំ1975ថាបញ្ជូនខ្លាឲ្យចូលក្នុងព្រៃបន្ទាប់ពីគិតយ៉ាងល្អិតល្អន់សម្ដេចហ៊ុនសែនបានសម្រេចចិត្តផ្ដួចផ្ដើមគំនិតបបួលកម្មាភិបាលថ្នាក់អនុសេនាធំ4នាក់ភៀសខ្លួនទៅវៀតណាមដើម្បីស្នើផ្ដល់ជំនួយវាយរំដោះប្រទេសនិងប្រជាជនកម្ពុជាពីដៃអង្គការខ្មែរក្រហមដែលដឹកនាំដោយប៉ុលពតតែកាលនោះសម្ដេចហ៊ុនសែនមិនបាននាំសម្ដេចប៊ុនរ៉ានីជាភរិយាទៅជាមួយទេព្រមទាំងមិនប្រាប់ផែនការលម្អិតផងគ្រាន់តែសរសេរសម្បត្តិមួយច្បាប់មកដល់រ៉ានីប្រពន្ធសម្លាញ់ដ៏កំសត់របស់បងពេលអូនកំពុងអានសម្បត្តិនេះបងកំពុងស្ថិតនៅដ៏សែនឆ្ងាយរហូតដល់ខ្លួនបងក៏មិនដឹងថានៅទីណាផងសម្ដេចហ៊ុនសែនសម្រេចចិត្តបើកការចរចាជាមួយត្រីភាគីសម្ដេចសីហនុសឿនសានខ្មែរក្រហមដើម្បីសន្តិភាពបង្រួបបង្រួមក្នុងជួរថ្នាក់ដឹកនាំបកប្រជាជនបដិវត្តន៍កម្ពុជាបានដាក់ចេញលក្ខខណ្ឌតឹងរ៉ឹងដល់សម្ដេចថ្នាក់ដឹកនាំខ្លះទៀតបដិសេធដាច់ខាតមិនអោយចរចាព្រោះបើចរចាស្មើនឹងបំផ្លាញសមិទ្ធផលបដិវត្តន៍ចោលជាគ្នាពេលនោះសម្ដេចក៏សម្រេចចិត្តបដូររដ្ឋមន្ត្រីការពារជាតិចេញគឺលោកកុយប៊ុនថាដោយដាក់សម្ដេចទាបាញ់ពីក្រសួងសាធារណការជំនួសវិញរហូតមកដល់សប្តាហ៍ថ្ងៃនេះក្នុងទសវត្សរ៍ឆ្នាំ80ក្នុងឋានៈជានាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានសម្រេចចិត្តនិងផ្ដួចផ្ដើមកែតម្រង់របៀបដឹកនាំប្រទេសដែលសម្ដេចហៅថាជាការគ្រោះថ្នាក់បំផុតគ្រោះថ្នាក់សម្ដេចបញ្ជាក់ថាដោយសារកម្លាំងផ្ទៃក្នុងមិនយល់និងមិនគ្រប់គ្រងការកែតម្រង់របៀបដឹកនាំប្រទេសនេះផ្ដោតមុខព្រួញពីរសំខាន់ទី1របបនយោបាយនិងទី2ប្រព័ន្ធសេដ្ឋកិច្ចសម្ដេចបញ្យល់ថាការកែតម្រង់ប្រព័ន្ធសេដ្ឋកិច្ចគឺពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរីវិញសម្ដេចហ៊ុនសែនអះអាងថាប្រសិនបើរុស្ស៊ីមិនគ្រប់គ្រងហើយប្រាប់សម្ដេចហេងសំរិនថាមិនអោយហ៊ុនសែនធ្វើគឺខ្ញុំជួបគ្រោះថ្នាក់ទៅហើយសម្ដេចបន្តថាការសម្រេចផ្ដួចផ្ដើមកែតម្រង់សេដ្ឋកិច្ចពេលនោះទទួលបានការគាំទ្រពីសម្ដេចហេងសំរិនសម្ដេចជាស៊ីមនិងលោកសាយភូថងដែលយល់ថាសំខាន់ណាស់ដើម្បីជាតិរស់ករណីមួយទៀតសម្ដេចហ៊ុនសែនទើបទម្លាយក្នុងឆ្នាំ2020នោះគឺការផ្ដួចផ្ដើមគំនិតនិងការសម្រេចចិត្តទំនាក់ទំនងការទូតជាមួយឧបទ្វីបកូរ៉េខ្ញុំនឹងមានការខកចិត្តប្រសិនបើដាក់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងមិនត្រឹមតែធ្វើឲ្យកូរ៉េខាងជើងខឹងបន្ថែមដោយគ្មានការលូតលាស់ណាមួយនៅក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មដែលផ្ដល់ផលប្រយោជន៍ឲ្យកម្ពុជាខ្ញុំនឹងក្លាយទៅជាជនបរាជ័យក៏ប៉ុន្តែឥឡូវនេះខ្ញុំនិយាយដោយមោទនភាពថា
ខ្ញុំជាជនជោគជ័យម្នាក់នៅក្នុងនយោបាយកូរ៉េផ្នែកទី2ទស្សនៈសិក្សាពាក្យចាស់ថាក្រចោះឲ្យតែមានក្រទ្របមិនធ្វេកុំឲ្យតែក្រគំនិតធ្វើមនុស្សក៏ត្រូវខុសពីសត្វដែរដែលយើងតែងហៅថាសត្វនេះគ្មានគំនិតចាស់ក៏ធ្លាប់និយាយដែរគ្មានគំនិតឥតកំណើតជាដើមដើម្បីឆ្ពោះទៅរកភាពជោគជ័យយើងត្រូវមានគំនិតបញ្ចេញគំនិតលើកគំនិតពិសេសផ្ដួចផ្ដើមគំនិតធ្វើអ្វីមួយជាដើមបុគ្គលមានគំនិតនេះ1បុគ្គលផ្ដួចផ្ដើមគំនិតនេះ2បុគ្គលចាប់ផ្ដើមអនុវត្តគំនិតនេះ3សុទ្ធតែសញ្ញាណបុគ្គលជោគជ័យនឹងឈានទៅធ្វើជាអ្នកដឹកនាំនៅថ្ងៃណាមួយក្នុងកម្រិតណាមួយជាក់ជាមិនខានការផ្ដួចផ្ដើមគំនិតនេះមិនចាំតតែយើងមានការងារធ្វើរួចហើយជាប្រធានអង្គភាពអីនោះទេជាមនុស្សត្រូវតែមានការផ្ដួចផ្ដើមគំនិតឲ្យខ្លួនឯងថាត្រូវធ្វើអ្វីដើម្បីអ្វីធ្វើដោយរបៀបណាទៅរួចកម្រិតណាបើជួបបញ្ហាដោះស្រាយដូចម្ដេចអាចបានផលបែបណាជាដើមចំពោះបុគ្គលិកក្តីមន្ត្រីក្តីមានមុខតំណែងជាអ្នកដឹកនាំគ្រប់គ្រងគេឬគ្មានក្តីត្រូវមានការផ្ដួចផ្ដើមគំនិតជាចាំបាច់ពុំមែនចាំតែគេប្រាប់គេបញ្ជាថ្នាក់លើដាក់ផែនការឲ្យអនុវត្តនោះទេធ្វើបែបនេះយើងមិនរីកចម្រើនទៅមុខទេបានត្រឹមតែធម្មតាពេលខ្លះទៀបជាងកម្រិតធម្មតាទៅទៀតក៏មានដោយសារតែគ្មានគំនិតនេះឯងតែទោះជាយ៉ាងណាការផ្ដួចផ្ដើមគំនិតសូមឲ្យខុសពីការស្រមើស្រមៃរវើរវាយមុននឹងផ្ដួចផ្ដើមគំនិតក៏បីមានមូលដ្ឋានសំអាងដោយសិក្សាខ្លះៗថាហេតុអ្វីបានជាយើងលើកគំនិតនេះមានសារៈសំខាន់ដូចម្ដេចតើអនុវត្តគំនិតនោះដោយវិធីណាដើម្បីសម្រេចតើអនុវត្តគំនិតផ្ដួចផ្ដើមនោះមានបញ្ហាអ្វីខ្លះដោះស្រាយបែបណាសរុបទៅមនុស្សផ្ដួចផ្ដើមគំនិតមនុស្សចាត់ចែងគំនិតឲ្យគេធ្វើនេះឲ្យគេធ្វើនោះឲ្យអ្នកនេះធ្វើនេះឲ្យអ្នកនោះធ្វើនោះសុទ្ធតែជាសញ្ញាណរបស់បុគ្គលជោគជ័យនិងអាចក្លាយជាអ្នកដឹកនាំមានគំនិតផ្ដួចផ្ដើមម្យ៉ាងហើយការហ៊ានសម្រេចចិត្តលើកយកគំនិតផ្ដួចផ្ដើមនោះមកបង្ហាញជាសាធារណៈកាន់តែវិសេសវិសាលហ៊ានសម្រេចចិត្តជាធាតុមួយរបស់បុគ្គលជោគជ័យនិងភាពជាអ្នកដឹកនាំចេះសម្រេចចិត្តជាធាតុកាន់តែល្អសម្រេចចិត្តត្រូវកាន់តែវិសេសវិសាលបើយើងស្ទាក់ស្ទើរសម្រេចចិត្តដោយស្រពេចស្រពិលយើងច្បាស់ជាមិនអាចធ្វើអ្វីកើតឬធ្វើអ្វីមិនទាន់គេទេស្ទាក់ស្ទើរមិនដាច់ស្រេចអាចបាត់បង់ឱកាសល្អទោះយ៉ាងណាមិនត្រូវប្រញាប់ក្នុងការសម្រេចចិត្តនោះឡើយមិនមែនចេះតែសម្រេចចិត្តនោះទេគឺទាមទារការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយយកមកគិតវិភាគវិនិច្ឆ័យឲ្យបានល្អិតល្អន់ជាទីបំផុតដោយរកឲ្យឃើញផលវិជ្ជមានអវិជ្ជមាននិងវិធីសាស្ត្រដំណោះស្រាយទើបការសម្រេចចិត្តរបស់យើងត្រូវនឹងទទួលបានជោគជ័យកុំសម្រេចចិត្តតាមអារម្មណ៍ចូលសម្រេចចិត្តដោយបញ្ញាការផ្ដួចផ្ដើមក៏ត្រូវគិតល្អិតល្អន់ការសម្រេចចិត្តក៏ត្រូវគិតឲ្យបានល្អិតល្អន់ដូចគ្នាគិតល្អិតល្អន់នេះមិនមែនគិតសាំញ៉ាំសុញរារែកខ្លាចមុខខ្លាចក្រោយនោះទេន័យរបស់វាមុននឹងធ្វើអ្វីមួយត្រូវគិតពិចារណាមិនមែននឹកឃើញក៏ធ្វើឡើយតែត្រូវតែហ៊ានយកមកគិតហ៊ានផ្ដួចផ្ដើមហ៊ានសម្រេចចិត្តធ្វើអ្វីមួយយ៉ាងមោះមុតប្រកបដោយសេចក្តីក្លាហានឥតញញើតញញើមនិងអង់អាច